នឹងហើយតោះបងប្អូនដើម្បីយើងចូល check មើលសវត្ថិភាពរបស់ Messenger យើងតើយើងមានគ្រប់លក្ខខណ្ឌគេអត់នៅយើងអាចចូល check វាបានណាយើងចូល Messenger យើងមកតើបើយើងចូល Messenger ហើយយើងចូលសញ្ញាត្រី3ខាងក្រោមផ្នែកខាងស្ដាំបន្តមកទៀតយើងយកពាក្យថា setting ហើយយើងរកមើលពាក្យថា privacy and safety បន្ទាប់ពីយើងចូលដល់នឹងហើយយើងរកមើលពាក្យថា security check up ចូលមកអូខេអញ្ចឹង Facebook ខ្ញុំគឺ tick អស់ហើយអូខេអស់ហើយតែបើបងប្អូនមានសញ្ញាណាមួយវាត្រូវកែត្រូវដូរដើម្បីសុវត្ថិភាពយើងធ្វើតាមគេមកបើយើងចង់ដូរគាត់ឲ្យយើងចុចលើវាមកជួយយើងចូលកែព័ត៌មានដូរលេខទូរស័ព្ទដូរអីដូរ mail ក៏ដូរអីតាមចិត្តយើងដែលយើងគិតថាបើយើងប្រើយើងចាំយើងច្បាស់តទៅទៀតដូចជា password នេះបើយើងចង់ដូរចង់កែឲ្យមានសុវត្ថិភាពយើងចូលដូរមកចុចវាមកយ៉ាចូលផ្លាស់ប្ដូរបានណាមួយទៀតsave website browser នោះយើងចូលមកយើងអាចយកចំណុចខាងក្រោមគេមកអស់ Advanced Browsing Protection យើងយកមកនោះ Messenger យើងនឹងកាន់តែមានសុវត្ថិភាពខ្លាំងអូខេអរគុណ